កាលពីព្រេងនាយមានភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយឈរយ៉ាងសម្បើមនៅកណ្ដាលទីក្រុងដែលជាទីរស់នៅរបស់គ្រួសារអភិជនដ៏ល្បីល្បាញមួយឈ្មោះថា Figaraso ឈ្មោះរបស់គ្រួសារនេះត្រូវបានគេស្គាល់យ៉ាងពាសពេញក្នុងចំណោមអ្នកមានអភិជននិងពាណិជ្ជករធំៗជាច្រើនមេគ្រួសារមានឈ្មោះលោក Figaraso និងភរិយា Surifa ពួកគាត់មានកូនបង្កើតចំនួន2នាក់កូនប្រុសម្នាក់និងកូនស្រីម្នាក់កូនប្រុសមានឈ្មោះថា Lucamic Figaraso គាត់បានរៀបការនិងមានកូនចំនួន4នាក់ប្រុស3និងស្រី1ចំណែកកូនស្រីមានឈ្មោះ Netira Figaraso នាងក៏បានរៀបការនិងមានកូនស្រីចំនួន2នាក់ផងដែរគ្រួសារ Figaraso មានទ្រព្យសម្បត្តិយ៉ាងមហាសាលដោយសារពួកគេកាន់កាប់ចំនួនដ៏ធំមួយក្នុងការផលិតនិងផ្គត់ផ្គង់សារធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់កាបូបស្បែកជើងនិងសម្ភារៈប្រណិតជាច្រើនដែលផលិតពីស្បែកដោយសារគុណភាពនិងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញចំនួនរបស់ពួកគេបានក្លាយជាដៃគូដ៏សំខាន់របស់ក្រុមហ៊ុននិងគ្រួសារអភិជនជាច្រើននៅក្នុងក្រុមហ៊ុនលោក Figaraso បានបែងចែកការងារឲ្យកូនទាំងពីរទទួលខុសត្រូវរៀងៗខ្លួននីតិរាត្រូវបានប្រគល់ឲ្យគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិងគណនេយ្យព្រោះនាងជាមនុស្សហ្មត់ចត់និងឆ្លាតវៃក្នុងការគ្រប់គ្រងលុយកាក់ចំណែកឯលោកកាមិចវិញត្រូវបានទទួលខុសត្រូវទៅលើការផលិតការគ្រប់គ្រងកម្មករនិងប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុនព្រោះគាត់មានសមត្ថភាពខ្លាំងក្នុងការដឹកនាំនិងអភិវឌ្ឍការងារអស់រយៈពេលជាច្រើនឆ្នាំទៅគ្រួសារនេះរស់នៅជុំគ្នាយ៉ាងមានសុភមង្គលក្នុងភូមិគ្រឹះដ៏ធំសម្បើមទោះបីជាកូនមានគ្រួសាររៀងខ្លួនក៏ដោយពួកគេនៅតែស្រឡាញ់គ្នាចេះយោគយល់និងជួយគ្នាទៅវិញទៅមកជានិច្ចទស្សនវិជ្ជានៃការជួបជុំនៅលើតុអាហារដ៏ធំក្នុងភូមិគ្រឹះបានក្លាយជាអ្វីដែលធ្វើឲ្យលោក Figaraso មានមោទនភាពនិងសេចក្តីសុខក្នុងជីវិតរបស់គាត់បំផុតប៉ុន្តែគ្មានអ្វីអាចស្ថិតស្ថេរជារៀងរហូតឡើយជាច្រើនឆ្នាំកន្លងផុតទៅទាំងលោក Figaraso និងភរិយារបស់គាត់ក៏បានលាចាកលោកដោយសារជរាពាធមុនពេលស្លាប់លោក Figaraso បានរៀបចំបែងចែកមរតកនិងភាគហ៊ុនទាំងអស់ឲ្យកូនទាំងពីរស្មើគ្នាដោយសង្កត់ថាពួកគេនឹងបន្តថែរក្សាគ្រួសារនិងកេរ្តិ៍ឈ្មោះ Figaraso ឲ្យនៅរឹងមាំជារៀងរហូតប៉ុន្តែក្រោយពេលគ្មានមេគ្រួសារដូចមុនអ្វីៗក៏ចាប់ផ្ដើមប្រែប្រួលបងប្អូនដែលធ្លាប់តែរស់នៅដោយការយោគយល់និងស្រឡាញ់គ្នាចាប់ផ្ដើមមានការខ្វែងគំនិតទៅលើការគ្រប់គ្រងក្រុមហ៊ុនការពិភាក្សាធម្មតាក៏คล้ายទៅជាការឆ្លោះប្រកែកគ្នាការមិនពេញចិត្តតូចក៏ប្រែក្លាយទៅជាគំនុំនៅក្នុងចិត្តសម្បីតែក្រុមហ៊ុនដែលធ្លាប់ដំណើរការយ៉ាងរលូនក៏ចាប់ផ្ដើមមានបញ្ហាផ្ទៃក្នុងបន្តបន្ទាប់ព្រោះនាយកគ្រប់គ្រងទាំងពីរតែងតែមានការខ្វែងគំនិតគ្នាជានិច្ចទំនាស់កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ពួកគេសម្រេចចិត្តបែកផ្ទះពីគ្នារបងដ៏ខ្ពស់មួយត្រូវបានសង់កាត់ចំកណ្ដាលដីរបស់ភូមិគ្រឹះបែងចែកទឹកដីរបស់គ្រួសារ Figaraso ជាពីរផ្នែកចាប់ពីថ្ងៃនោះមកបងប្អូនដែលធ្លាប់រស់នៅក្រោមដំបូលតែមួយបានคล้ายទៅជាមនុស្សដែលមិនចង់ឃើញមុខគ្នាទៀតឡើយចំណែកនៅក្រុមហ៊ុនវិញលោកកាមិចបានដកយកភាគហ៊ុនរបស់ខ្លួនទៅបង្កើតក្រុមហ៊ុនថ្មីដោយឯករាជ្យគ្រួសាររបស់លោកកាមិចកាន់តែមានបានពីមួយថ្ងៃទៅមួយថ្ងៃព្រោះកាលនៅក្រុមហ៊ុនរបស់ឪពុកគាត់គឺជាអ្នកគ្រប់គ្រងផ្នែកផលិតកម្មនិងប្រតិបត្តិការសំខាន់គាត់បានយកបទពិសោធន៍និងចំណេះដឹងទាំងនោះមកអភិវឌ្ឍក្រុមហ៊ុនថ្មីរបស់ខ្លួនឲ្យរីកចម្រើនយ៉ាងឆាប់រហ័សផ្ទុយទៅវិញនីតិរាដែលបន្តគ្រប់គ្រងក្រុមហ៊ុនចាស់របស់គ្រួសារកាន់តែជួបបញ្ហានិងធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃនាងមានជំនាញខ្លាំងលើការគ្រប់គ្រងហិរញ្ញវត្ថុក៏ប៉ុន្តែមិនសូវយល់អំពីការផលិតនិងការគ្រប់គ្រងប្រតិបត្តិការឡើយជារឿយៗនីតិរាតែងតែចោទប្រកាន់ថាក្រុមហ៊ុនរបស់បងប្រុសបានលួចយករូបមន្តផលិតកម្មពីក្រុមហ៊ុនដើមរបស់គ្រួសារព្រោះក្រុមហ៊ុនរបស់នាងមានដើមកំណើតមកមុនប៉ុន្តែលោកកាមិចតែងតែបដិសេធគាត់អះអាងថាខ្លួនក៏ជាអ្នកស្នងត្រកូល Figaraso ដូចគ្នាហើយក៏មានចំណែកក្នុងការបង្កើតនិងអភិវឌ្ឍរូបមន្តទាំងនោះដែរដូច្នេះវាមិនមែនជាការលួចឡើយតែជាសិទ្ធិដែលគាត់គួរតែមានពេលវេលាបានកន្លងផុតទៅ Figaraso នៅសល់ត្រឹមតែឈ្មោះដ៏ល្បីល្បាញដែលធ្លាប់ធ្វើឲ្យមនុស្សគ្រប់គ្នាកោតសរសើរគ្រួសារដ៏រុងរឿងនេះបានបែកបាក់ជាពីរផ្នែកដែលពោរពេញទៅដោយការស្អប់ខ្ពើមនិងគំនុំអ្វីដែលនៅសល់ពេលនេះគឺគ្រួសារ Lucamic និងគ្រួសារ Netira សត្រូវដែលមិនអាចរស់នៅក្រោមមេឃតែមួយដោយសន្តិភាពបានទៀតឡើយពីមួយជំនាន់ទៅមួយជំនាន់គ្រួសារទាំងពីរលែងចាត់ទុកគ្នាជាបងប្អូនទៀតហើយជំនាន់ក្រោយៗរបស់គេក៏បានភ្លេចថាគ្រួសារទាំងពីរនេះជាបងប្អូនលែងស្គាល់បងប្អូនតទៅទៀតកូនចៅជំនាន់ក្រោយរបស់នីតិរាតែងតែហៅគ្រួសារលោកកាមិចថាពួកចៅលួចរូបមន្តដែលបានប្លន់យកអ្វីៗពីគ្រួសាររបស់ខ្លួនខណៈឯកូនចៅជំនាន់ក្រោយរបស់លោកកាមិចវិញ
តែងតែមើលគ្រួសារនីតិរាថាជាមនុស្សដែលលួចយកកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញនៃត្រកូល Ficarraso ទៅកាន់កាប់ដោយគ្មានសិទ្ធិពួកគេចោទប្រកាន់និងស្អប់គ្នាទៅវិញទៅមកដោយគ្មាននរណាម្នាក់ដឹងទេថាតាមពិតទៅឈាមដែលហូរក្នុងខ្លួនរបស់ពួកគេទាំងពីរគឺជាឈាមតែមួយពួកគេទាំងអស់សុទ្ធតែជាតកូនចៅនៃត្រកូល Ficarraso ដូចគ្នាប៉ុន្តែការពិតនោះត្រូវបានលេបបាត់ទៅក្នុងគំនុំការស្អប់ខ្ពើមនិងមោទនភាពរបស់មនុស្សចាស់ៗជំនាន់មុនបាត់ទៅហើយការស្អប់គ្នាក៏កើតឡើងតជំនាន់ពីមួយជំនាន់ទៅមួយជំនាន់ដោយគ្មាននរណាម្នាក់ឆ្ងល់និងសួរថាតើហេតុអ្វីបានជាកើតមាននៅការស្អប់នេះឡើងនោះទេគឺត្រឹមតែជាការស្អប់ដែលឮតគ្នាដែលផ្ដាំតគ្នាពីជំនាន់មួយទៅជំនាន់មួយ